នេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបធ្វើឲ្យទូរស័ព្ទរបស់យើងអាចផ្ទុកនៅកម្មវិធីជាច្រើនវាអាចផ្ទុកបានច្រើនពិតមែនជាដំបូងយើងចូលទៅក្នុង setting នេះទៅមកនេះចូលត្រង់នេះយើងចុចចូលមក clan ចូលវាមកនេះចុចត្រង់នេះ Smart to Card CS card Mode to CS card នេះខាងនេះមកនេះខាងណាទៅចេញទៅចុចខាងនេះឯងរមើលទៀតនេះសិតតែខ្ញុំមិនអស់ហើយនេះខ្ញុំដាក់អស់ហ៎យើងត្រូវការ memory មួយផងអត់មាននេះ